ក្រុមជំរឿនជាតិដែលមកពីទ្វីបអាស៊ីរបស់យើងដែលចង់រំលឹកឡើងជូនបងប្អូនប្រិយមិត្តថាតើតើជាមួយនឹងក្រុមជំរឿនជាតិដែលមកពីទ្វីបអាស៊ីបាទមានក្រុមជំរឿនជាតិបាទអូស្ត្រាលីបាទក៏ដូចជាក្រុមជំរឿនជាតិជប៉ុនដែរគឺជាមុខព្រួញដែលជាគោលដៅដែលបងប្អូនចាប់អារម្មណ៍ខ្លាំងពីព្រោះអូស្ត្រាលីក៏មកពីទ្វីបអាស៊ីរបស់យើងហើយជប៉ុននេះក៏ជាជើងខ្លាំងបាទមួយដែរអញ្ចឹងអាចនិយាយបានថាសម្រាប់ក្រុមទាំងពីរមានការធ្លាក់ចេញបាទត្រឹមតែវគ្គ32ក្រុមចុងក្រោយហើយក៏ធ្វើឲ្យបងប្អូនយើងមានអារម្មណ៍មួយសោកស្ដាយក្នុងនាមជាប្រជាជាតិអាស៊ីដែរដូច្នេះមិនចង់ឃើញបាទក្រុមដែលតំណាងឲ្យទ្វីបអាស៊ីនឹងត្រូវបានធ្លាក់ចេញនោះទេក៏ប៉ុន្តែយើងនិយាយបានថាការប្រកួតបាល់ទាត់ពិតជាមានភាពស្វិតស្វាញមែនទែនដូច្នេះអាចនិយាយបានថាសម្រាប់ជប៉ុនក៏ដូចជាអូស្ត្រាលីប្រឹងអស់ពីលទ្ធភាពហើយបើនិយាយពីអូស្ត្រាលីនោះគឺគេបានប្រឡចាញ់បាទទៅលើក្រុមជំរឿនជាតិអេស៊ីបបាទបងប្អូនដឹងហើយអេស៊ីបក៏ជាក្រុមមួយដែលសម្បូរទៅដោយធនធានកីឡាករល្អៗដែរហើយនិយាយពីជប៉ុនវិញបងប្អូនបាទជប៉ុននេះគឺធ្លាក់បាទក្រោមបាទធ្វើជើងបាទក្រុមជំរឿនជាតិសាំបាប្រេស៊ីលហើយប្រេស៊ីលនេះបើសិនជាអាចនិយាយបានថាបាទចង់យកឈ្នះជប៉ុននេះតឹងដែរណាបាទចង់ងេមងាមរបស់ជប៉ុនដែរមិនធម្មតាទេបងប្អូនអ្នកទស្សនាគឺដឹងហើយបាទសម្រាប់ការលេងរបស់ជប៉ុនបាទគ្រូវឹកលោកព្យាយាមនៅក្នុងការទប់ទល់បាទជាមួយនឹងក្រុមជំរឿនជាតិបាទសាំបាប្រេស៊ីលដែលយើងឃើញថាសម្រាប់លោកកាឡូស សិនសូលីទីលោកបាទព្យាយាមនៅក្នុងការធ្វើឲ្យប្រេស៊ីលមានឱកាសនៅក្នុងការគ្រប់គ្រងបាល់បានច្រើនបង្កើតឱកាសក៏បានច្រើនហើយជប៉ុននោះព្យាយាមនៅក្នុងការលេងការពារបាទរឹងបាទសម្រាប់ជប៉ុនប៉ុន្តែយ៉ាងណាយើងឃើញថាការផ្លាត់គ្រាប់បាល់ចុងក្រោយដោយកីឡាករ Gabriel Martinelli ដែលជាកីឡាករបាទដូរជំនួសនោះគឺធ្វើឲ្យបាទប្រេស៊ីលមានឱកាសដូចជាទឹកមាត់លេបបាទត្រឡប់មកវិញឯពីព្រោះអាចនិយាយបានថាប៉ះជាមួយនឹងប្រេស៊ីលអាចនិយាយបានថាសម្រាប់ជប៉ុនគឺព្យាយាមបិទអស់លទ្ធភាពហើយបាទតែយ៉ាងណាគឺយើងថាពិតជាសរសើរបាទសម្រាប់ក្រុមជំរឿនជាតិបាទសាំបាប្រេស៊ីលដែលបានបាទយកឈ្នះទៅលើក្រុមជំរឿនជាតិជប៉ុនបាទហើយជប៉ុនបើយើងគិតមើលទៅប្រវត្តិរបស់គាត់ឡើងទៅអត់ជ្រៅផុតពីវគ្គ16ក្រុមចុងក្រោយទេបាទសម្រាប់ក្រុមជំរឿនជាតិជប៉ុនហើយមនឹកស្មានថាសម្រាប់ជប៉ុននេះគឺធ្លាក់ត្រឹមវគ្គបាទ32ក្រុមទេដោយសារតែជប៉ុនមកត្រូវជួបនេះគឺជួបធ្ងន់ពេកបាទគឺជួបជាមួយនឹងប្រេស៊ីលបាទបើសិនជាជប៉ុនអាចថាជួបជាមួយនឹងកឡូផ្សេងវិញណាសួរជប៉ុនឡើងមែនណាបាទបើអត់ជួបប្រេស៊ីលជប៉ុនអាចឡើងបងប្អូនអញ្ចឹងយើងមើលនេះប្រវត្តិនៅក្នុងការប្រកួតនៅក្នុងពូលរបស់ជប៉ុនបាទអាចស្មើបាទជាមួយនឹងក្រុមជំរឿនជាតិហូឡង់បាទការប្រកួតបើកឆាកនៅក្នុងពូលនេះគឺស្មើជាមួយហូឡង់2-2គេទៅហូបបាទទុយនេស៊ីនោះលទ្ធផលនេះគឺ4-0ឯណោះបាទហើយគឺស្មើបាទជាមួយនឹងស៊ុយអែត1-1ទៀតអញ្ចឹងមានន័យថានៅក្នុងចំណោមនៃការប្រកួតក្នុងពូលបាទអាចនិយាយបានថាស្មើជាមួយនឹងក្រុមជើងខ្លាំងមកពីអឺរ៉ុបហើយយកឈ្នះទៅលើមកពីអាហ្វ្រិកគឺទុយនេស៊ីហើយឡើងមកវគ្គ32ក្រុមចុងក្រោយគឺមកត្រូវជួបបាទជាមួយនឹងប្រេស៊ីលអញ្ចឹងយើងឃើញថាសម្រាប់ជប៉ុននេះគឺនាំមុខទៀតការប្រកួតបាទប៉ះជាមួយនឹងប្រេស៊ីលនឹងគឺជប៉ុននាំមុខទៀតដោយកីឡាករបាទសាណូដោយនាទីទី29ហើយប្រេស៊ីលព្យាយាមតាមពីក្រោយវិញបាទនៅតង់ទី2គឺកីឡាករបាទកាសេមីរ៉ូគាត់តែបញ្ចូលទីបាទអញ្ចឹងលោកកាឡូស សិនសូលីទីសិក្សាឃើញថាបើសិនជាលេងបាល់ក្រោមប្រហែលជាទៅមិនចុះជាមួយជប៉ុនទេអញ្ចឹងមានតែលេងបាល់លើទេដោយសារតែពឹងទៅលើកីឡាករខ្ពស់របស់ប្រេស៊ីលដូចជាកាសេមីរ៉ូនឹងឯងបាទកាសេមីរ៉ូគាត់តែមកគ្រាប់តាមស្មើហើយកីឡាករ Gabriel Martinelli នឹងនៅនាទីទី90+5ទៅហើយបាទការពេនមួយជើងហ្នឹងគឺប៉ះជាមួយនឹងរបាទីផ្លាតចូលមិនប៊ីសថាមិនចូលទៀតហ្នឹងណាបាទសម្រាប់ Gabriel Martinelli បាទយ៉ាងណាក៏អបអរសាទរបាទទៅកាន់ក្រុមជំរឿនជាតិបាទសាំបាប្រេស៊ីលដែលបានយកឈ្នះទៅលើក្រុមជំរឿនជាតិជប៉ុនឡើងទៅកាន់វគ្គ16ក្រុមចុងក្រោយហើយយ៉ាងណាក៏យើងមានតែការសោកស្ដាយបាទសម្រាប់ក្រុមជំរឿនជាតិជប៉ុនដែលបានធ្លាក់បាទត្រឹមវគ្គ32ក្រុមចុងក្រោយដែរបើយើងទៅនិយាយអំពីក្រុមជំរឿនជាតិមួយទៀតគឺក្រុមបាទជំរឿនជាតិអូស្ត្រាលីបាទបងប្អូនអ្នកដែលគ្រប់គ្រងបាទក្រុមជំរឿនជាតិអូស្ត្រាលីនឹងក៏មានច្រើនដែរបាទពីព្រោះបងប្អូនខ្មែរបាទលោកទៅរស់នៅក្នុងទឹកដីនៃប្រទេសអូស្ត្រាលីនឹងក៏មានច្រើនដែរណាបាទអញ្ចឹងអ្នកគ្រប់គ្រងអ្នកស្រឡាញ់អូស្ត្រាលីនឹងក៏មានច្រើនដែរបាទបងប្អូនបើយើងមើលទៅលើអូស្ត្រាលីបាទនៅការប្រកួតនៅក្នុងពូល D កាលនោះគឺបាទអូស្ត្រាលីប្រកួតបើកឆាកឈ្នះទូគីអូអញ្ចឹងមានន័យថាទូគីដែលគេរំពឹងណាដែលគេគិតថាសម្បូរទៅដោយកីឡាករល្អប្រកាសណាថាទូគីនឹងអាចចូលមកជ្រៅប៉ុន្តែ
Nó một cuộc bao cha cứ pro chanh bà Australia nó cứ pi từ đồng zone bà tụi kia nó cái tay muốn kia đã bà tới môn kê tiệt bà chân như khơi ta nè đọc pe Australia một bà Americ pro chanh Americ bà pi zone to từ smile bà chỉ muốn đồng Paraguay bà zone từ đồng zone hơi caประกวดbà caประกวดbà chỉ muốn đồng Egypt bà ta bắt nó không cao sân người ti cái đôi chi đọc làm ti vì đóng smile nên mua từ đồng muối vậy phần tay là tập pro chanh vẽ cắt xịt đây penalty đòi Egypt cái bạn vô China từ lơ Australia nó cứ 4 từ đồng pi bạn chẳng cha bà rong tham bà sầm nhậpក្រុមជម្រើសជាតិអូស្ត្រាលីគឺអស់ឱកាសហើយបាទអស់ឱកាសហើយបាទត្រឹមវគ្គ32ក្រុមចុងក្រោយប៉ុន្តែយ៉ាងណាក៏អញនិយាយបានថាអូស្ត្រាលីក៏គេធ្វើបានល្អគួរសមដែរបាទសម្រាប់ការឡើងមកត្រឹមវគ្គនេះបងប្អូនឲ្យបើយើងទៅមើលបន្ថែមទៀតណាបាទចាប់អារម្មណ៍បងប្អូនទាញចំណាប់អារម្មណ៍បងប្អូនថាមិនមែនត្រឹមតែអូស្ត្រាលីមិនមែនត្រឹមតែជប៉ុនទេបាទមានន័យថាក្រុមតំណាងឲ្យទ្វីបអាស៊ីរបស់យើងនេះគឺបាទទៅអស់ហើយបាទបងប្អូនទៅអស់ហើយបាទចំនួន9ក្រុមជម្រើសជាតិបាទដែលមកពីទ្វីបអាស៊ីគឺទៅហើយបាទហើយសម្រាប់អូស្ត្រាលីទៅក្រៅគេបាទទៅក្រៅគេដោយសារតែ plot ចាញ់ Egypt នឹងឯងបាទឥឡូវបងប្អូនយើងទៅចាប់អារម្មណ៍កណ្ដាក្រុមជម្រើសជាតិបន្ថែមទៀតដូចជាអូបេគីស្ថាននេះបងប្អូនបាទអូបេគីស្ថានគឺគេការប្រកួតនៅក្នុងពូលនេះគឺពេលដែលឡើងមកជាប់វគ្គជម្រុះនោះគឺអូបេគីស្ថានជាប្រវត្តិសាស្ត្រហើយបាទសម្រាប់អូបេគីស្ថានណាបាទហើយឡើងមកនៅក្នុងពូនោះមានកុងហ្គោមានប៉ូទុយហ្គាល់មានកូឡុំប៊ីអូទៅបាទទៅមិនរួចទេបាទបើសិនជាកូឡូនេះប៉ះជាមួយនឹងមើលនឹងឃើញការប្រកួតបើកឆាតប៉ះកូឡុំប៊ីក៏មិនធម្មតាដែរយកឈ្នះទៅលើអូបេគីស្ថាន 3-1 អូទៅជួបជាមួយនឹងប៉ូទុយហ្គាល់ញាក់សាច់បងប្អូនហើយប៉ូទុយហ្គាល់លុត 5-0 អូទៅជួបកុងហ្គោដាក់ 3-1 ទៀតអញ្ចឹងអូបេគីស្ថានគឺអស់ឱកាសហើយទៅអត់រួចទេណ៎យើងទៅមើលកូរ៉េខាងត្បូងវិញកូរ៉េខាងត្បូងនេះគឺបើ fan ណាអ្នកគ្រប់គ្រងនៅកូរ៉េក៏ដូចជាអ្នកគ្រប់គ្រងផ្សេងទៀតគឺរំពឹងថាកូរ៉េនឹងឡើងទៅកាន់វគ្គជ្រៅជាងនេះមិនមែនធ្លាក់ត្រឹមការជំរុះនោះទេយើងមើលឃើញថាសម្រាប់កូរ៉េបើនិយាយពីការជំរុះនៅក្នុងពូលកូរ៉េប៉ះឆេកល្អបាទយកឈ្នះទៅលើឆេក 2-1 ទៅប៉ះមេក្ស៊ីកូប្រត់ចាញ់មេក្ស៊ីកូ 1-0 ទៅចាញ់អាហ្វ្រិកខាងត្បូង 1-0 ទៀតអញ្ចឹងមានន័យថាក្នុងចំណោម3ប្រកួតរបស់កូរ៉េខាងត្បូងគឺឈ្នះតែមួយប្រកួតទេបាទប្រត់ចាញ់2ប្រកួតទៅហើយបាទអញ្ចឹងមានន័យថាមានតែ3បន្ទុកទេអញ្ចឹងអត់អាចបាទបន្តការដំណើរទៅមុខទៀតបានទេហើយនិយាយពីគ្រូបង្វឹកបាទនិយាយពីកីឡាករបាទពេលទៅដល់ប្រទេសកូរ៉េខាងត្បូងវិញអត់មានអ្នកទៅទទួលស្វាគមន៍ឲ្យជាលើកទី1ហើយដែលកូរ៉េក្រុមជំនួយជាតិកូរ៉េត្រឡប់ទៅប្រទេសរបស់ខ្លួនវិញអត់មានអ្នកទៅស្វាគមន៍ហើយគ្រូបង្វឹកក៏ត្រូវបានសារព័ត៌មានចោទសួរក៏ត្រូវបានម៉ាតមួយចំនួននៅក្នុងប្រទេសកូរ៉េបិទអត់ឲ្យលោកចូល ban ហ្មងបាទឲ្យលោកចូលទេហើយមានអ្នកគ្រប់គ្រងជាច្រើនស្រេចដាក់ក្រុមជំនួយជាតិកូរ៉េបាទយើងឃើញថាសម្រាប់ស្ថានភាពរបស់កូរ៉េខាងត្បូងគឺកំពុងតែតានតឹងហើយបាទកំពុងតែដោះស្រាយជាមួយនឹងអ្នកគ្រប់គ្រងហើយសូម្បីតែប្រធានាធិបតីរបស់កូរ៉េខាងត្បូងហ្នឹងក៏ឲ្យបើកការស៊ើបអង្កេតទៅទៀតថាហេតុអីបានជាកូរ៉េធ្លាក់ចេញលឿនស្រួលបែបនេះពីព្រោះលោករំពឹងខ្ពស់ណាស់បាទសម្រាប់កូរ៉េបាទយ៉ាងណាបងប្អូនយើងក៏មិនចង់ទេពីព្រោះបាល់ទាត់យើងទៅគិតថាយើងខ្លាំងគេក៏ខ្លាំងដែរបាទឥឡូវយើងទៅចាប់អារម្មណ៍មួយទៀតគឺបងប្អូនបាទគឺក្រុមជំនឿជាតិអ៊ីរ៉ង់បាទអ៊ីរ៉ង់នេះក៏ដដាបទៅបន្តិចដែរបាទមានគេថាបញ្ហាចម្រូងចម្រាសផងអញ្ចឹងទៅធ្វើឲ្យអ៊ីរ៉ង់នេះជួបជាមួយនឹងបញ្ហានៅក្នុងការប្រកួតបើមិនសុវត្ថិភាពក៏មិនស្រួលពេកទេហើយការធ្វើដំណើរហ្នឹងក៏ពិបាកដែរបាទសម្រាប់អ៊ីរ៉ង់ណាអ៊ីរ៉ង់យើងឃើញថាធ្លាក់ចេញដោយសារតែការប្រកួតនេះគឺបើនិយាយពី3ប្រកួតរបស់អ៊ីរ៉ង់គេស្មើជាមួយនឹងញូហ្សេឡង់ 2-2 គេស្មើបាទជាមួយនឹងបែលហ្សិកបាទស្មើមួយបែលហ្សិក 0-0 ហើយគេស្មើបាទជាមួយនឹងអេស៊ីប 1-1 បាទអញ្ចឹងយើងឃើញថាសម្រាប់3ប្រកួតរបស់អ៊ីរ៉ង់ក៏គេច្រើនស្មើប៉ុន្តែគាត់ថាវាមិនអាចធានាបានបាទសម្រាប់អ៊ីរ៉ង់បាទហើយមួយទៀតគឺហ្សកដានីបងប្អូនមកនិយាយពីហ្សកដានីក៏មិនអាចយកឈ្នះបានទៅលើទៅអូទ្រីសគេលុត 3-1 បងប្អូនហើយព្រាត់ចាញ់អាល់ហ្សេរីនឹងគឺ 2-1 ហើយព្រាត់ចាញ់អាសង់ទីនទៀតបាទហ្សកដានីនេះព្រាត់ចាញ់អាសង់ទីនគឺ 3-1 ចាអញ្ចឹងគឺសម្រាប់បាទហ្សកដានីគឺក៏ទៅដែរបាទមួយទៀតគឺកាតានេះគឺថាបើយើងនិយាយសម្រាប់កាតាធ្ងន់មែនតើបាទនៅក្នុងពូល B ដែលកាតាដំបូងឡើយគឺគេស្មើជាមួយនឹង Swiss 1-1
ប៉ុន្តែគេផ្្លាត់ចាញ់កាណាដាធ្ងន់ធ្ងរមែនទែនគឺ6 ទៅនឹង 0 បងប្អូនហើយការក្រហម2រូបទៀតរបស់កាតា ហើយទៅផ្្លាត់ចាញ់ប៊ូស្នីហូសេហ្គូវីណាហ្នឹងគឺ3 ទៅនឹង 1 ទៀតបាទអញ្ចឹងក៏ធ្លាក់ដែរបាទសម្រាប់កាតាមួយទៀតគឺបាទអារ៉ាប៊ីសាអូឌីតបងប្អូនដែរលីកដែលកំពុងតែជះលុយមហាសាលនៅក្នុងការអភិវឌ្ឍលីករបស់ខ្លួនប៉ុន្តែបើយើងនិយាយពីការប្រកួតរបស់អារ៉ាប៊ីសាអូឌីតនៅក្នុង Pool H ប្រកួតដំបូងគេស្មើជាមួយនឹងអ៊ុយរ៉ូហ្គាយល្អបាទល្អស្មើអ៊ុយរ៉ូហ្គាយល្អហើយដល់ពេលផ្្លាត់ចាញ់អេស្ប៉ាញ 4 ទៅនឹង 0 ទៅស្មើជាមួយនឹង Cape Verde បាទមិនគួរណាស្មើមួយ Cape Verde ទេណាប៉ុន្តែយើងក៏ទៅសើ Cape Verde ដែរដែលការប្រកួតរបស់គេមិនចាញ់ទៅសោះបាទអញ្ចឹងទើបតែចាញ់ការពីព្រឹកថ្ងៃសៅរ៍នេះទេបាទដែលផ្្លាត់ចាញ់បាទទៅលើក្រុមជំនឿជាតិអាសង់ទីនបាទអាសង់ទីននឹងធ្ងន់ដែរណាបាទប៉ះជាមួយនឹង Cape Verde បាទឥឡូវយើងចាប់អារម្មណ៍មួយទៀតគឺបាទអ៊ីរ៉ាក់ចុងក្រោយបងប្អូនអ៊ីរ៉ាក់ការប្រកួតរបស់គេគឺនៅក្នុង Pool I ដែលអ៊ីរ៉ាក់នេះគឺប្រកួតដំបូងឡើយគឺប៉ះជាមួយនឹង Norway លុត 4 ទៅនឹង 1 ផ្្លាត់ចាញ់ទៅលើបារាំងដាក់ 3 ទៅនឹង 0 ប៉ះសេនេហ្គាល់ដាក់ទៀតបាទ 5 ទៅនឹង 0 អូអញ្ចឹងសេនេហ្គាល់មិនទុកមុខឲ្យអ៊ីរ៉ាក់ទាល់តែសោះតែម្ដងអញ្ចឹងបើយើងមើលណានៅក្នុងចំណោមក្រុមជម្រើសជាតិទាំង 9 មិញរាប់តែអូស្ត្រាលីនិងជប៉ុនទេប៉ុន្តែឥឡូវបន្ថែមទៀតបងប្អូនមានអូស្ត្រាលីជប៉ុនអូបេគីស្ថានណាកូរ៉េខាងត្បូងអ៊ីរ៉ាក់បាទអ៊ីរ៉ង់ហ្សកដានីកាតាអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ាក់អញ្ចឹង 9 ក្រុមជម្រើសជាតិដែលមកពីទ្វីបអាស៊ីត្រូវបានធ្លាក់ចេញហើយបាទត្រូវបានធ្លាក់ចេញហើយពុំមានលទ្ធភាពនៅក្នុងការបន្តទៅកាន់វគ្គ 16 ក្រុមនោះទេបាទអញ្ចឹង